បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពី shortcut key នៅក្នុង Microsoft Word គឺ shortcut key ទី1និយាយពី date ហើយនិង shortcut ទី2និយាយពី time អញ្ចឹង shortcut key ពីរហ្នឹងគឺនិយាយពីថ្ងៃខែពេលវេលាបច្ចុប្បន្នណាយើងម៉ោងប្រហែលដល់ពេលដែលយើងវាយទៅគឺវាចេញប៉ុណ្ណឹងអញ្ចឹងវាអត់ពិបាកទេយើងគ្រាន់តែយើងចុចលើ shift មកហើយជាប់ចុចលើ control បូកជាមួយនឹង D អញ្ចឹងអានឹងចេញ date អញ្ចឹងថ្ងៃទី11ខែ11ថ្ងៃទី3 2025ចឹងមកខាងក្រោមនេះ time អញ្ចឹងដើម្បីប្រើប្រាស់ shortcut នឹងបានគ្រាន់តែយើងចុចលើ key shift នេះមកហើយជាប់បូកជាមួយនឹង alt ហើយចុចជាមួយនឹងអក្សរ T នេះក៏វាចេញថ្ងៃខែម៉ោងបច្ចុប្បន្នដែរអញ្ចឹងវីដេអូហ្នឹងខ្ញុំធ្វើនៅម៉ោង10 5 នាទី AM PM ចឹង shortcut key នេះគឺវាស្រួលណាស់សម្រាប់យើងធ្វើរបាយការណ៍តាក់ទងជាមួយនឹងថ្ងៃខែបច្ចុប្បន្នអីយើងមិនបាច់ចាំសរសេរទេគ្រាន់តែប្រើលើ shortcut key នេះគឺវានឹងចេញថ្ងៃខែឬក៏ម៉ោងបច្ចុប្បន្នឲ្យយើងប្រើប្រាស់បានយ៉ាងងាយអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនេះគឺជាជំនួយដ៏មានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នានៅក្នុងការវាយអត្ថបទ ចាសសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ